ធ្លាប់តែចំហុយប្រហុកធ្លាប់តែចំហុយពងទាចំហុយផ្អកធ្លាប់តែខត្រីបងប្អូនតែអត់ដែរមកខប្រហុកទេបងប្អូនអើយលើកទី1សម្រាប់ខ្ញុំមកខ្ញុំនិយាយមកណាធ្វើហើយគឺពេញចិត្តខ្ញុំស្ដោក100លើ10បងប្អូនអើយនិយាយថាដបេះហ្មងហើយគ្រាន់តែស្ញាក់ចិត្តបន្តិចគឺខ្ញុំអត់ចេះញ៉ាំត្រីដែងបងប្អូនញ៉ាំបានតែសាច់ជ្រូកញ៉ាំបានតែទឹកទេសម្រាប់គ្រឿងផ្សំខប្រហុកក៏អត់មានអីច្រើនដែរមានតែត្រីដែងមានតែសាច់ជ្រូក3ជាន់បងប្អូនកន្លែងហ្នឹងមិនឆ្ងាញ់ហើយក៏មានដូចជាប្រហុកមានអីចឹងទៅណាប្រហែលបងប្អូនហើយក៏មានដូចជាត្រប់កដគោហើយត្រប់កដគោទិញកន្លះគីឡូហ្នឹងបងប្អូនអូនិយាយថាស្លជាមួយខប្រហុកនិយាយឆ្ងាញ់ម្ល៉េះជ្រលក់ខ្ញុំមានដូចជាសាឡាតមានដូចជាត្រប់មានដូចជាសក់មានបន្លែផ្សេងបងប្អូនដាក់មកជ្រលក់មករត់តែឆ្ងាញ់បងប្អូនអើយនេះពេលព្រឹកឡើងបងប្អូនខ្ញុំធ្វើម្ហូបឲ្យអ្នកគេទៅធ្វើការអីចឹងទៅឥឡូវក៏ខ្ញុំយកមកចៀនអូត្រីដែងចៀនមួយស្លឹកចេកនោះនឹងក្អប់ឈ្ងុយហាក់បាយសាច់ត្រីយើងទេបងប្អូននិយាយទៅត្រីនៅមិនគឺអញ្ចឹងមកបងប្អូនសាច់ល្អមែនតែននិយាយទៅចៀនជាមួយស្លឹកចេកចឹងគឺចៀនល្អមែនតែនបងប្អូននឹងសម្រាប់វ៉ាសិនកូនពៅចៀនដែលថាបាច់សាច់ត្រីបងប្អូនមកធ្វើអញ្ចឹងខ្ញុំរៀនតាមតែបងគាត់ចែកម្លែកតាមវីដេអូដែរអញ្ចឹងទៅបងប្អូនហើយចៀនទៅគឺល្អមែនតាហើយសាច់ជ្រូកក៏ខ្ញុំយកមកហាន់ជាផ្ទះស្ដើងឲ្យហើយបាទខ្ញុំយកទឹកច្រាំអីអញ្ចឹងទៅបងប្អូនធ្វើអញ្ចឹងគឺសាច់ជ្រូកយើងហាន់ជាទូចទៅបងប្អូនគឺសាច់ជ្រូកយើងខ្ញុំហាន់ផ្ទះស្ដើងអីហើយក៏ខ្ញុំយកទឹកច្រាំបដ ாய் ទៅបងប្អូនធ្វើអញ្ចឹងគឺសាច់ជ្រូកយើងបានល្អអញ្ចឹងទៅបងប្អូនយើងច្រាំឲ្យរឿងម៉ត់ឆ្មេមកមិនម៉ត់ខ្លាំងពេកទេបងប្អូនអើយហើយឥឡូវក៏ខ្ញុំច្រាំរួចអីហើយក៏ខ្ញុំចាប់ផ្ដើមទៅហាន់ត្រប់សម្រាប់ត្រប់គឺខ្ញុំហាន់ថាបងប្អូនខ្ញុំបើខ្ញុំមិនបញ្ចូលសម្លេងទេគឺមិននិយាយទេដល់ពេលខ្ញុំចូលសម្លេងនិយាយតាមខ្ញុំរហូតបងប្អូនអើយអេអូអេអឺបងប្អូនស្ដាប់បានអត់ទេហ្នឹងហើយអធិស្ឋានផងបងប្អូនអើយហ្នឹងហើយស្ដាប់មិនបានអីក៏ព្យាយាមស្ដាប់តិចទៅឥឡូវក៏ខ្ញុំហាន់ឲ្យរបៀបអញ្ចឹងទៅបងប្អូនហាន់ប៉ុនខ្ញុំក៏បានហាន់ឲ្យធំជាងខ្ញុំក៏បានដែរព្រោះពេលយើងស្វិតទៅវានឹងទូចជាងនឹងទៀតទៅបងប្អូនឥឡូវក៏ខ្ញុំយកប្រហុកយកមកច្រាំប្រហុកនេះប្រហុកត្រីភ្លេងធ្វើដោយស្នាដៃកូនខ្មែរស្នាដៃកូនខ្មែរទេស្នាដៃម៉ែខ្ញុំអីចឹងទៅបងប្អូនឥឡូវក៏ត្រីដែងខ្ញុំចៀនមកក្រៀមមកបានតា70%បានហើយបងប្អូនមិនបាច់ឆ្អិនស្រួយពេកទេឥឡូវខ្ញុំដាក់ប្រេងឆាប៉ងមិនខ្ទឹមឲ្យឈ្ងុយហើយបើនិយាយទៅខប្រហុកគេបុកជាមួយមិនខ្ទឹមបុកមួយម្ទេសម្លេងខ្ទឹមលេងម្ទេសអីចឹងទៅបងប្អូនប៉ុន្តែដោយសារផ្ទះខ្ញុំគាត់បុកអញ្ចឹងខ្លាចក្មេងៗឬមួយចាស់បុកខ្ញុំអីគាត់ហូបបានអីចឹងទៅបងប្អូនយើងធ្វើតាមកលៈទេសៈអញ្ចឹងប្រហែលបងប្អូនឥឡូវក៏ខ្ញុំលេងខ្ទឹមឈ្ងុយហើយក៏ខ្ញុំដាក់សាច់ជ្រូកដាក់សាច់ជ្រូកដាក់ស្ករត្នោតនិយាយទៅខប្រហុកនេះបានតែជាមួយស្ករត្នោតទេបងប្អូនมันឈ្ងុយឆ្ងាញ់អីចឹងទៅបងប្អូនឥឡូវក៏ខ្ញុំរំលាយប្រហុកលើយនេះហើយខ្ញុំដាក់ប្រហុកចូលតែម្ដងកូនរំលែងឲ្យវាឈ្ងុយអីចឹងទៅបងប្អូនឥឡូវឡើងក្លិននឹងឈ្ងុយហ្មងហើយនិយាយទៅប្រហុកយើងធ្វើស្នាដៃខ្លួនឯងចឹងគឺឈ្ងុយលក្ខណៈបែបយើងធ្វើខ្លួនឯងចឹងអត់មានប្រើជាតិគីមីទេបងប្អូនពេលខ្ញុំលេងអីហើយក៏ខ្ញុំឆាវាត្រឡប់ឡើងអីទៅបងប្អូនចាំដាក់ដូចជាប៊ីចេងដាក់ប៊ីចេងប្រហែលជាមួយស្លាបព្រាហើយបន្ទាប់មកក៏ខ្ញុំដាក់ទឹកត្រីមួយស្លាបព្រាបាយទៅ2ស្លាបព្រាបាយអីចឹងទៅបងប្អូនព្រោះយើងដាក់ប៉ុណ្្នឹងសិនខ្លាចវាប្រៃជ្រុលអីចឹងទៅហើយឥឡូវក៏ខ្ញុំកូររំលែងតិចតួចទៀតទៅហើយបន្ទាប់មកក៏ខ្ញុំដាក់ទឹកចូលបងប្អូនសម្រាប់ទឹកខ្ញុំដាក់ចំនួន1កាហ្នឹងយើងនៅងាស់អីទៀតបងប្អូនធ្វើមិនឲ្យទឹកនៅប៉ែបានល្អអញ្ចឹងទៅបងប្អូនហើយតោះមកខ្ញុំដាក់ត្រប់ចូលតែម្ដងទៅរំងាស់អីចឹងហើយតោះមកខ្ញុំដាក់ត្រីដែងចូលបងប្អូនគឺដាក់ត្រីដែងងាស់ជាមួយត្រប់នឹងតែម្ដងទៅបងប្អូនអើយនិយាយទៅហើយនៅតែងាស់តាមករីងទៀតទៅបងប្អូនអូខេទឹកយើងនៅប៉ែតែយើងភ្លក់រសជាតិអីទៅហើយក៏ខ្ញុំដាក់ម្ទេសឲ្យឃើញរំលេចពណ៌មកឃើញស្អាតអីចឹងទៅបងប្អូននិយាយថាអូក្អប់ឈ្ងុយហ្មងបងប្អូនអើយគ្រាន់ថាបើខ្ញុំខជាមួយត្រីប្រាវិញឆ្ងាញ់ជាងបងប្អូនដោយសារខ្ញុំចេះញ៉ាំត្រីប្រាអីចឹងទៅបើត្រីដែងគឺខ្ញុំអត់ចេះញ៉ាំទេធ្វើឲ្យខ្ញុំអត់បានភ្លក់បងប្អូនមើលទេអានេះគឺសល់ពេលចាខ្ញុំហើយនឹងបងប្អូនខ្ញុំដួសទៅធ្វើការឲ្យបងប្អូននៅសល់តែកាទេបាត់ទឹកអស់លេងហើយដោយសារគេញ៉ាំត្រីដែងដែរ